បាទស្ដីគុណទី8បាទសម្រាប់លំហាត់នេះគឺគ្រូជួយពង្រឹងបន្ថែមឲ្យយើងដាក់កន្សោមបច្ចេកនិតជាផលគុណកតាបាទអញ្ចឹងក៏ដាក់កន្សោមមួយជាផលគុណកតាមានរបៀបមានក្បួនមានចែកទេសច្រើនណាស់អញ្ចឹងយើងពិនិត្យមើលទៅលើទម្រង់កន្សោមដែលគេឲ្យយើងដាក់តាមបែបណាអញ្ចឹងកន្សោមដែលដាក់ប្រមាណនេះគឺជាកន្សោមងាយៗទេគឺទី1កន្សោមយើងក៏ 2x ការ៉េបូក 5x បូក 3x y អញ្ចឹងកន្សោមប្រភេទនេះគឺយើងកណេកមើលគ្រប់តួទាំងអស់មានស្អីដូចគ្នាអត់បើមានអានឹងហើយហៅកតារួមអញ្ចឹងគឺមាន x បាទមាន x អញ្ចឹងមាន x យើងទាញ x មកយើងចាប់ x ចេញគ្រប់តួទាំងអស់ចាប់ x ចេញដោយតួទី1មាន x ស្វ័យគុណ2អញ្ចឹងយើងចាប់1មកនៅសល់ x ប៉ុន្តែមេគុណនៅដដែលមេគុណ2ហ្នឹងគឺនៅដដែលសម្រាប់តួទី2គឺបាទ 5x អញ្ចឹងចាប់ x ចេញសល់5តួទី3គឺចាប់ x ចេញនៅសល់3ហើយនឹង y អញ្ចឹងសម្រាប់លេខឬក៏អក្សរអថេផ្សេងគឺលេខដូចគ្នាអញ្ចឹងអានឹងគឺបាទគ្មានកតារួមទៀតទេអញ្ចឹងកតារួមហ្នឹងគឺ x ហើយពេលដែលយើងចាប់មកដាក់វងកញ្ចក់វិញឈប់សេគឺបិទវងកញ្ចក់អស់វិញបាទអញ្ចឹងប៉ុណ្ណឹងណានេះចំណុចកសម្រាប់ចំណុចខបាទចំណុចខគេឲ្យមកងាយ 2x កតា 2x កតា x ដក3តមកទៀតដកឲ្យ5កតា x ដក3បើវាចេញបែបនេះបាទកតារួមយើងក៏លេខមើលនេះអា x ដក3 x ដក3ដូចគ្នាអញ្ចឹងបាន x ដក3ចាប់ជាកតាមកអញ្ចឹងបិទអានេះឬក៏បាំងនេះចេញទៅនៅសល់អីពីមុខនេះគឺ 2x អញ្ចឹងដាក់បើកកញ្ចក់មក 2x អាក្រោយនេះសល់ដក5អញ្ចឹងបាទតារួមយើងចប់បាទនេះជាផលគុណកតាផលគុណកតាសំដៅថាសរសេរឲ្យវាទៅជាវិធីគុណហើយមានតែមួយតួទេនេះហើយមួយតួដល់ថ្ងៃនេះច្រើនតួនេះ3តួនេះ2តួបាទមួយតួហ្នឹងគឺសំដៅមានច្រើនកតាហ្នឹងហៅថាផលគុណកតាចំណុចគោគឺគេឲ្យ2x បាទការ៉េ y បូក 7x ការ៉េ y គីបសេតដក 2025x ការ៉េ y ការ៉េអញ្ចឹងដោយសារអានេះវិញគឺសូមដាក់សញ្ញាស្មើពីក្រោមយើងមើលតួទាំងអស់មានទាំង x មានទាំង y ការ៉េនេះមាន x ការ៉េនេះ x ការ៉េ y គីបបាទនេះ x ការ៉េ y ការ៉េអញ្ចឹងZ អត់មានទេដើម្បីងាយស្រួលចាប់ជាកតាបានមើលកតាដូចគ្នាហើយយើងមើលមេគុណដូចគ្នាអត់បាទមេគុណ2 7និងដក 2025អត់ដូចគ្នាទេអញ្ចឹងមេគុណមិនអាចចាប់ជាកតាបានទេឯអថេបាទសម្រាប់ x យើងមើលនេះ x សេគុណ2នេះ x គុណ2នេះ x គុណ2អញ្ចឹងចាប់ x សេគុណ2បាទវាដូចគ្នា y ការ៉េ y គីប y ការ៉េអញ្ចឹងយើងចាប់អាណាតូចជាងគេ y ស្វ័យគុណ1ហ្នឹងបាទមានសិនតូចជាងគេចាប់ជាកតាចឹងអាមុខនៅសល់អីនៅសល់2ហើយអា x ការ៉េនេះចាប់យកអស់ហើយបាទ x ការ៉េចាប់អស់ហើយចឹងនៅសល់តែ2ទេបូកមេគុណ7 x ការ៉េចាប់ចេញ y ការ៉េគីបយើងចាប់អស់1នៅសល់ y ការ៉េសេគុណ2ឬក៏យក3ដក1សល់2ហើយ z មួយទៀតដក 2025x ការ៉េចាប់ចេញ y ការ៉េចាប់1ចឹងសល់ y ការ៉េអញ្ចឹងនេះជាចម្លើយរបស់យើងដែលជាចម្លើយចុងក្រោយនៅចំណុចគោបាទចំណុចខួគឺគេឲ្យ3x y ការ៉េបូក1លើកជាការ៉េបាទដក7បាទ x y ការ៉េបាទ7កតាឲ្យ3x y ការ៉េបូក1អញ្ចឹងគេចាប់កន្សោមចេះវិញយើងពិនិត្យមើលបាទកតា 3x y ការ៉េបូក1អានេះមាន2កតាការ៉េពីលើមាន2កតាអាក្រោយនេះមាន1កតាដែរហើយ1កតានិង2កតានេះដូចគ្នាអញ្ចឹងចាប់1កតាចេញមកគឺ 3x y ការ៉េបូក1អញ្ចឹងនៅសល់អីបាទនៅសល់កតានេះ2នេះចាប់យក1ហើយចាប់យក1កតាអញ្ចឹងនៅសល់ 3x y ការ៉េបូក1កតាទៀតហើយដកនឹងបានដកនឹង7ខាងនេះចាប់យកនេះចេញហើយនៅសល់មេគុណ7នេះអញ្ចឹងយើងតមកទៀតយើងបង្រួមលទ្ធផល
បាទចឹងបាន 3x y ដក6 3និង6នេះយើងចាប់ជាកតាបានទៀតគឺចាប់អីជាបានគឺចាប់មេគុណ3ណាចឹងសល់ x y ដកជា6ចែក3អានបាន2ហើយ3នេះគេមិនសូវដាក់នៅខាងកណ្ដាលទេដាក់នៅខាងមុខហើយយើងបង្រួមលទ្ធផលវាទៅបាទចឹង3យើងដាក់មុខហើយនៅសល់កតាទី2គឺ x 3x y បូក1កតាទី3 x y ដក2បាទនេះជាចម្លើយសម្រាប់ផលគុណកតាកន្សោមខួរបាទសោមខួរអញ្ចឹងសម្រាប់ផលគុណកតា4លំហាត់នេះគឺជាលំហាត់បាទចេញពីចំណុចស្រួលបាទងាយមកលំបាកដងតិចណាគ្រាន់តែយើងអាចពិនិត្យមើលតើផលគុណកតាបែបនេះយើងពិនិត្យហើយយើងរៀនធ្វើហើយតើអាចទៅរួចទេនៅផលគុណកតាដូចជាតម្រងងួរបន្តនេះអីជាដើមណាឧទាហរណ៍ថាងួរចំណុចងួរគឺគេឲ្យមកបាទ x y ដក1លើកជាការ៉េតមកទៀតយើងដក5កតា x y ដក1អីចឹងទៅតើធ្វើចេញទេចំណុចចវិញបាទឧទាហរណ៍ថាបាទ a x ការ៉េដក x ហើយដកឲ្យបាទដកឲ្យ b x ការ៉េបាទb x ការ៉េដកមកគ្រូគិតសិនបាទបណ្ដឹងចាស់ x ការ៉េដក x ដក bx តើឃើញប្រមាណឬក៏ចំណុចឆបាទចំណុចឆបើសិនជាគេឲ្យមកតម្រង់ចេះវិញបាទតើបងអូនចាប់ផ្ដើមដាក់ផលគុណកតាបែបណាបាទបែបណានេះ a បូកនឹង9នឹងចាប់បែបណាអញ្ចឹងសម្រាប់ចំណុចងួរចឆនេះសូមចាំទស្សនាវីដេអូក្រោយអញ្ចឹងជាយាមរៀនធ្វើមិនចោះបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា